ស្ដីអ្នកនេះស្វាគមន៍សាជាថ្មីមកកាន់ប្លុកថ្មីរបស់ខ្ញុំមួយទៀតហើយចឹងនៅក្នុងប្លុកនេះគឺខ្ញុំនឹងនាំអ្នកនរទៅមើលអំពីកម្មវិធីមង្គលជ័យពិធីមង្គលការរបស់បងប្រុសតង្ហរជាមួយនឹងបងស្រីទូហុងដែលធ្វើឡើងនៅផ្ទះខ្មែរសស100ដែលស្អាតខ្លាំងមែនទែនអ្នកនរគ្នាហើយផ្ទះនេះគឺនៅក្នុងទីក្រុងភ្នំពេញទេតែស្អាតញាក់សាច់បងហើយខ្ញុំនឹងនាំអ្នកនរគ្នាទៅមើលពីកម្មវិធីពេលព្រឹករហូតដល់គេរើរួមសារតុកតែម្ដងបាទដំបូងនេះគឺខ្ញុំបានចូលរួមជាមួយនឹងពិធីហែកំណត់ហើយនេះវិញគឺជា catering អ្នកនរនិយាយទៅគឺដូចសាបដ ாய் និយាយទៅលយបដ ாய் ហើយនេះគឺជាទស្សនវិជ្ជាមើលពីខាងលើទៅបាទគឺកម្មវិធីពេលល្ងាចគឺធ្វើបែប outdoor អ្នកនរគ្នាគឺស្អាតមែនតើតមកទៀតក៏ញ៉ាំមិនហើយក៏បានមកចាប់កូនកន្លោះថតអញ្ចឹងណាបាទថតពីពិព័រណ៍ដើម្បីជាអនុស្សាវរីយ៍អញ្ចឹងទៅបាទនេះគឺជាឈុតកាត់សក់អ្នកនរគ្នាសំណាងណាបានស្នេហ៍ស្នងជាគូបាទអ្នកនរគ្នានេះគឺជាទីតាំងផ្ទះសស100គឺស្អាតខ្លាំងមែនតើមកអ្នកនរគ្នាបាទហើយខ្ញុំវិញគឺមានជាការនៅកន្លែង photo booth នឹងគឺយូរតែម្ដងបាននិយាយទៅគឺថតដល់ចេះចប់ទៅតាំងពីព្រឹកដល់យប់ឥឡូវនេះចូលមកដល់កម្មវិធីយកពីលាបាត់ហើយបាទគឺដើម្បីបន្តទៅកម្មវិធីបើកវាំងនននិងសម្រាប់ផ្ទឹមវិលាស្រីបាទបាទដូចនេះអស់គ្នាបានឃើញអញ្ចឹងគឺគ្រប់ moment ទាំងអស់គឺពិតជាមានសេចក្តីសុខនិងស្នាមញញឹមខ្លាំងមែនទែនសូម្បីតែខ្ញុំចូលមើលនេះក៏ខ្ញុំមានសេចក្តីសុខក្នុងពួកគាត់ដែរសម្រាប់ការប្រគំភ្លេងវិញគឺជាវង់ភ្លេងរបស់លោកគ្រូច័ន្ទសិទ្ធីដូចជាក្មួយប្រុសរបស់លោកគ្រូច័ន្ទសិទ្ធីផ្ទាល់ហើយគូផ្សំជាមួយសម្លេងរបស់បងស្រីសុនសេពេជ្រគឺព្រោះខ្លាំងមែនទែនអ្នកគ្នាសម្រាប់បទបថោងឥឡូវនេះគឺកម្មវិធីបានបញ្ចប់ហើយចឹងដល់ពេលដែលត្រូវថតរូបបាទគឺខ្ញុំបាន capture ជាមួយនឹង moment ជាច្រើនជូនអ្នកនរគ្នាហើយជាមួយនឹងសម្រស់ដ៏សង្ហារបស់បងប្រុសខ្ញុំតែម្ដងបាទហូតបងទាំងអស់គឺស្រស់សង្ហាតែម្ដងបាទហើយកម្មវិធីចុងក្រោយសម្រាប់ពេលព្រឹកហ្នឹងគឺជាកម្មវិធីសូត្រមន្តចម្រើនព្រះបរិក្ខបាទបាទឥឡូវនេះគឺមកដល់ពេលល្ងាចហើយគឺនិយាយទៅមិនល្ងាចទេរៀងភ្លឺដែរបាទគឺខ្ញុំបានធ្វើខ្លួនធ្វើអីហើយយើងក៏ត្រឡប់មកកន្លែងកម្មវិធីវិញគឺផ្ទះខ្មែរសស100ដដែលហើយនេះគឺជាហុកដែលខ្ញុំបានមកពី photo booth បាទគឺរបៀបថា outfit check អញ្ចឹងណាបាទហើយនេះគឺជាសម្រស់នៅពេលយប់បាទពេលដែលព្រះសូរិយាបានអស្ដង់គុតហើយបាទគឺពន្លឺនៃផ្ទះខ្មែរសស100គឺស្អាតខ្លាំងមែនទែនហើយនេះគឺជាមុខរោងអ្នកគ្នាបាទស្អាតខ្លាំងហើយនេះគឺវីដេអូនេះបាន public ឲ្យអ្នកនរចង់មើលពេញអាចចូលទៅក្នុង page របស់បងតង្ហរហើយអាចមើលពេញបានធានាថាមកជក់ចិត្តដល់តែម្ដងហើយអ្នកនរគ្នាបើសិនជាចង់ថត pre wedding ស្អាតបែបខ្មែរអីបាច់ទៅដល់សៀមរាបក៏បានដែរអ្នកនរគ្នានៅក្នុងពេញយើងក៏មានផ្ទះខ្មែរសស100ដែលស្អាតសម្រាប់អ្នកនរគ្នាថត pre wedding ឯមកដូចអ្នកនរគ្នាឃើញស្រាប់ចឹងនេះបាទបន្តទៅទៀតនេះខ្ញុំនឹងនាំអារម្មណ៍អ្នកទាំងអស់គ្នាទៅទស្សនាពីសកម្មភាពមួយចំនួននៅក្នុងកម្មវិធីមង្គលការពេលល្ងាចហើយជាពិសេសនោះគឺវត្តមានរបស់ពួកម៉ាក់ខ្ញុំព្រមទាំងបងស្រីបងប្រុសជាច្រើនដែលនឹងបង្ហាញខ្លួននៅក្នុងវីដេអូបន្តស្រឡាញ់គ្រួសារបងដូចគ្រួសារអូន
ยังไม่ได้ในรอบนี้สำหรับการตูสนาคือทาบ้า emotional แต่มาดองมาทองចំណុចកន្លែងមិញនឹងឥឡូវនេះបាទពួកខ្ញុំគឺបានមកថត photo book ទីឲ្យបាននិយាយទៅគឺពីព្រឹកដល់យប់គឺមិនចោលឡើយ photo book នឹងបាទរូបវិញគឺពេញទូរស័ព្ទចង់អរគុណនិស័យដែលនាំផ្លៃចាំមកបៃក្រោយស្មៃលោកស្អាតគ្មានពងគួនមើលសំរងទាំងថ្មបាទឥឡូវនេះដល់ពេលដែលត្រូវឡើងរំឲ្យមានរំវងរំចង្វាក់បែបខ្មែរអញ្ចឹងណាបាទពួកខ្ញុំនេះបាទមានជាការគេហៅថាដើររាប់ញៀនតាមតុកបាទហើយបាទនេះគឺជាសម្រស់របស់កូនកំឡោះបាទបងតង្ហោអូហូសង្ហាតែម្ដងហើយបងជូនពរខ្ញុំស្អីខ្លះទេនេះខ្ញុំភ្លេចបាត់ហើយដឹងតែសាធុទូលទាំងអស់ហ្នឹងបាទឥឡូវនេះគឺនាំគ្នាថតរូបហើយគេចាប់ផ្ដើមចាក់ក្បាច់ប្រើតែពួកខ្ញុំវាមិនទាន់នឹងចូលបាទបន្តិចទៀតអ្នកនរគ្នាឃើញហើយបាទគឺសកម្មភាពនៃការចូលទៅរួមបាទប៉ុន្តែដូចជាមិនមែនខ្ញុំអ្នកថតទេអ្នកនរគ្នាកុំគិតថាខ្ញុំអ្នកថតទេខ្ញុំមិនដឹងទេណាស្នាមញញឹមបងឃើញពីថ្ងៃដំបូងកើភ្នែកនួនល្អងបងចងចាំមិនភ្លេចអូនជឿជាក់ទុកចិត្តលើបានទាំងអស់នេះសកម្មភាពទាំងអស់នេះហើយដែលអាចសបញ្ជាក់បានថាគឺពិតជាសប្បាយរីករាយខ្លាំងមែនទែនហើយពួកយើងក៏ចូលរួមសាទរនិងជូនពរទៅដល់បងប្រុសបងស្រីបងតង្ហោជាមួយបងស៊ូខងឲ្យមានសុខភមង្គលស្រឡាញ់គ្នាដល់ចាស់ព្រេងចាស់ព្រឹកចាស់កោងក្នុងតែម្ដងបងសំណាងណាបានស្នេហ៍ស្នងជាគូជីវិតបាទហើយបើកន្លែងនេះវិញរបៀបថាតោះបងស្រីតោះបងរំបងដឹងតោះបងស្រីរំជាមួយខ្ញុំបងស្រីដាក់បងស្រីចូលហើយបងស្រីតែបាទដូចខ្ញុំប្រាប់អ្នកនរគ្នាចឹងបាទថាខ្ញុំនៅដល់គេរើរោងបាទអញ្ចឹងឥឡូវដូចអ្នកនរគ្នាបានឃើញអញ្ចឹងគឺគេរើរោងរើតុករើអីគ្រប់យ៉ាងបណ្ដោយនិយាយទៅគេបាទពួកខ្ញុំនេះគឺបាននៅដល់គេរើរោងតែម្ដងជួយបំពេញក្តីស្រមៃរត់ទង្វើបងជាសក្ខីស្រឡាញ់ថ្លៃ You are my forever បាទអត់ថងចំណុចនេះដូចជាវីស្គីចិនចូលខ្លួនមកចេះបាទនិយាយទៅគឺមានជាការនិយាយភាសាចិនពេញនឹងបណ្ដោយណា